ជំរាបសួរមេដាបៃតានិងសួស្តីសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះផងដែរយើងបានមកដល់មណ្ឌលមេឈើជាទីជម្រកសម្រាប់កុមារកំព្រានៅទីនេះជិត200នាក់កូនស្ដីអ្នកចាអញ្ចឹងថ្ងៃនឹងដែរកូនបានយកអំណោយមកមណ្ឌលមេឈើតើកូនមានអារម្មណ៍ដូចម្ដេចដែរជំរាបសួរអ្នកគ្រូថ្ងៃនេះនាងខ្ញុំមានអារម្មណ៍ថារំភើបសប្បាយចិត្តណាស់ដែលបានចូលរួមជាមួយលោកគ្រូអ្នកគ្រូក្នុងកម្មវិធីសប្បុរសធម៌របស់សាលាអន្តរជាតិ Planet សាលាបានយកអំណោយនិងសម្ភារៈសិក្សាផ្សេងៗមកជូនមិត្តភ័ក្តិនៅឯមណ្ឌលមេឈើទោះបីវាជាអំណោយបន្តិចបន្តួចប៉ុន្តែខ្ញុំសង្ឃឹមថាវានឹងអាចជួយមិត្តភ័ក្តិសប្បាយចិត្តនិងមានកម្លាំងចិត្តរៀនសូត្រវិញសូមអរគុណចាអរគុណកូនចាសួស្តីហេឡែនសួស្តីអ្នកគ្រូចាអញ្ចឹងថ្ងៃនេះដែរនេះគ្រូមានសំណួរសួរទៅកាន់កូនថាតើយើងមកមណ្ឌលមេឈើធ្វើអ្វីដែរនៅថ្ងៃនេះជម្រាបអ្នកគ្រូថ្ងៃនេះពួកយើងមកទីនេះដើម្បីនាំយកក្តីស្រឡាញ់និងការលើកទឹកចិត្តមកជួយមិត្តភ័ក្តិនៅមណ្ឌលមេឈើទាំងអស់គ្នាពួកយើងចង់ប្រាប់ថាអ្នកទាំងអស់គ្នាមិននៅឯកោទេពួកយើងនឹងនៅក្បែរគ្នានិងជួយគ្នាជានិច្ចសួស្តីគេមានសួស្តីអ្នកចាអញ្ចឹងនេះគ្រូមានសំណួរមួយសួរទៅកាន់កូនណាថាតើកម្មវិធីសប្បុរសធម៌ថ្ងៃនេះដែរបង្រៀនកូនដូចម្ដេចដែរកូនជំរាបអ្នកគ្រូកម្មវិធីនេះធ្វើឲ្យខ្ញុំរៀនចេះចែករំលែកគ្នានិងជួយគ្នាទៅវិញទៅមកសូមអរគុណសប្បុរសជនអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានជួយដល់ពួកយើងឲ្យមានឱកាសបានចែករំលែកក្តីស្រឡាញ់នៅថ្ងៃនេះសូមអរគុណចាគោលបំណងធំធេងបំផុតនៃសប្បុរសធម៌របស់សាលាអន្តរជាតិ Planet គឺដើម្បីផ្ដល់ក្តីសង្ឃឹមនិងការលើកទឹកចិត្តដល់បងប្អូននៅទីនេះឲ្យមានការសិក្សារៀនសូត្រនិងមានអនាគតភ្លឺស្វាងដោយកុមារដទៃផងដែរយើងចង់ឲ្យបងប្អូនដឹងថាបងប្អូនមិនឯកានោះទេសាលាអន្តរជាតិ Planet និងសប្បុរសជនទាំងអស់នៅទីនេះរងចាំជួយជ្រោមជ្រែងនិងលើកទឹកចិត្តបងប្អូនជានិច្ចក្នុងនាមខ្ញុំតាំងនាមឲ្យសាលាអន្តរជាតិ Planet នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ជាពិសេសអាណាព្យាបាលសិស្សានុសិស្សលោកគ្រូអ្នកគ្រូដែលបានចូលរួមចំណែកបរិច្ចាគតាមរយៈសប្បុរសធម៌នៃសាលាអន្តរជាតិ Planet រាល់ការចូលរួមរបស់សប្បុរសជនទាំងអស់គឺជាស្នាមញញឹមនិងជាកម្លាំងចិត្តសម្រាប់កុមារនៅទីនេះជាចុងក្រោយនាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់សូមមេត្តាបន្តជួយឧបត្ថម្ភនិងគាំទ្រដល់មណ្ឌលមេឈើជាប្រចាំដើម្បីឲ្យមណ្ឌលអាចបន្តបេសកកម្មចិញ្ចឹមកុមារថែទាំកុមារកំព្រានេះនៅទីនេះតទៅមុខទៀតសូមអរគុណ